លោកហ៊ុនលោកសំរងស៊ីនិយាយយ៉ាងខ្លីអញ្ចេះគាត់ថានរណាទៅណាក៏ទៅសំខាន់អ្នកនៅត្រូវរួមគ្នាសង្គ្រោះជាតិយើងភាសានេះគឺជាភាសាសម្រាប់ដាស់តឿនដល់អ្នកស្នេហាជាតិអ្នកប្រជាធិបតេយ្យទាំងអស់ឲ្យយល់ថាពេលដែលអ្នកនយោបាយផ្លាស់ប្ដូរជំហរមិនមែនអ្នកស្នេហាជាតិទាំងអស់គេផ្លាស់ប្ដូរចំហទេគោលការណ៍របស់ពួកគេគឺនៅតែសង្គ្រោះជាតិដូច្នេះបានន័យថាលោកសំរងស៊ីជាប្រធានគណៈបកសង្គ្រោះជាតិអ្វីដែលជាគុណតម្លៃរបស់លោកសំរងស៊ីនៅក្នុងរឿងនេះខ្ញុំនៅតែឲ្យគុណតម្លៃទៅដល់លោកកឹមសុខាប៉ុន្តែសោកស្ដាយដោយគាត់ធ្វើឲ្យកំពប់ច្រើនពេកនៅក្នុងពេលចុងក្រោយនេះគឺរឿងមួយបងប្អូនមានចាំទេនៅពេលដែលលោកហ៊ុនសែនព្យាយាមរំលាយគណៈបកសង្គ្រោះជាតិគឺមុននឹងរំលាយគណៈបកសង្គ្រោះជាតិគឺគាត់បានកែច្បាប់ដើម្បីឲ្យសកម្មជនឬតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលជាថ្នាក់ដឹកនាំរបស់គណៈបកនេះដែលតុលាការតេឡេរបស់កម្ពុជាកាត់ក្តីឲ្យជាប់គុកជាទណ្ឌិតទាំងអយុធធរហ្នឹងឲ្យតែមេបកឬក៏អ្នកណាក៏ដោយបុគ្គលសំខាន់ហ្នឹងមានឈ្មោះថាជាទណ្ឌិតគឺគណៈបករបស់គាត់បើគាត់អត់លាឈប់គាត់អត់ចោះចេញពីតំណែងគាត់អត់អីគឺគេនឹងរំលាយគណៈបកនឹងចោលនេះគឺជាច្បាប់ដ៏មហាចង្រៃឧត្តបាតមែនតើវាអត់ដែលមានច្បាប់នៅប្រទេសណាគេធ្វើច្បាប់ដើម្បីឲ្យតុលាការអត់ឯករាជ្យទៅផ្ដន់ទាទោសគេទាំងអយុត្តិធម៌យកមេគេជាប់គុកទាំងអយុត្តិធម៌ហើយពេលដែលគេកោលទោសគេទាំងគេមិនអាចការពារក្តីបានយុត្តិធម៌ហើយស្រាប់តែយកអាភិបជាទណ្ឌិតរបស់គេហ្នឹងមេដឹកនាំបកគេហ្នឹងគឺយកមកជាលេសក្នុងការរំលាយគណៈបកគេចោលបើមេដឹកនាំនោះមិនដកខ្លួនចេញពីគណៈបកនឹងមុនរំលាយគណៈបកសង្គ្រោះជាតិអញ្ចឹងលោកសំរងស៊ីបងប្អូនត្រូវចាំជាប្រវត្តិសាស្ត្របងប្អូនមិនចូលចិត្តគាត់ឬក៏ស្អប់ខ្ពើមគាត់តាមពួកគណៈបកប្រជាជនកម្ពុជាដែលជា MMO គេជួលឲ្យជេរឲ្យបន្តិចអីគាត់ហ្នឹងបងប្អូនត្រូវប្រកាន់គោលការណ៍សច្ចយុត្តិធម៌បងប្អូនត្រូវចាំថាប្រវត្តិសាស្ត្របានចារយ៉ាងច្បាស់ថាលោកសំរងស៊ីដែលជាប្រធានគណៈបកសង្គ្រោះជាតិណាសុកចិត្តលាឈប់ពីតំណែងជាប្រធានគណៈបកនេះដើម្បីទុកឲ្យលោកកឹមសុខាជាប្រធានស្ដីទីបានន័យថាម៉េចបងប្អូនទី1គឺលោកសំរងស៊ីជឿជាក់លើដៃគូរបស់គាត់យើងដឹងទេអ្នកណាក៏ចង់បានអំណាចអ្នកណាក៏ចង់បានលៀបសក្ការៈបុណ្យស័ក្តិដែរក៏ប៉ុន្តែលោកសំរងស៊ីគាត់លះបង់ចោលតំណែងនេះដោយសារគាត់ដឹងថាតំណែងវាគ្រាន់តែជារូបភាពទេសំខាន់គឺជាតិគឺគណៈបកសង្គ្រោះជាតិកុំឲ្យគេរំលាយបើសិនជាលោកមិនលាលែងពីតំណែងពីគណៈប្រធានគណៈបកនឹងទេមិនទុកឲ្យលោកកម្មសខាកាន់ទេគឺច្បាស់ណាស់100%គណៈបកប្រជាជនកម្ពុជានឹងរំលាយគណៈបកសង្គ្រោះនេះជាតិនេះចោលព្រោះគេកែច្បាប់រួចទៅហើយច្បាប់ហ្នឹងគឺតន់ដិតដែលពាក់ព័ន្ធនៅក្នុងគណៈបកនេះហើយជាជួរដឹកនាំគឺត្រូវរំលាយគណៈបកនេះដោយស្វ័យប្រវត្តិដល់អញ្ចឹងទៅយកលោកកម្មសខាមកធ្វើជាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិគាត់សុកចិត្តលាលែងចេញពីតំណែងការតស៊ូ20 30ឆ្នាំកាត់គ្រាប់កាត់ភ្លៀងកាត់អីសពបែបយ៉ាងបានតំណែងជាប្រធានគណៈបកសុកចិត្តលះបង់តំណែងនឹងចោលដើម្បីទុកឲ្យលោកកឹមសុខាចាំផ្ទះចាំមើលគណៈបកផងគាត់ចាក់ចេញទៅក្រៅប្រទេសព្រោះគេតាមធ្វើទុកបុកម្នេញណាហើយបើមិនចាក់ចេញទេគឺគេនឹងរំលាយគណៈបកសង្គ្រោះជាតិនេះចោលធ្វើប៉ុណ្ណឹងក៏នៅតែមិនរួចខ្លួនព្រោះការដឹកនាំបែបផ្ដាច់ការមិនចំពោះថាអស់លោកធ្វើអីទេយើងធ្វើទៅចូលសងគេគឺធ្វើហើយគឺគេនឹងរឹបបន្តិចដូចពស់ថ្លាន់អញ្ចឹងណាបងប្អូនកម្រើករឹបកម្រើករឹបរើរឹបចុងក្រោយគឺលេបតែប៉ុណ្្នឹងទេហើយទាំងអស់គ្នានាំគ្នាលោកសំរងស៊ីក៏អត់មានជំរឿសអីទេព្រោះអារបៀបធ្វើច្បាប់ធ្វើអីហ្នឹងវាស្មោកគ្រោកវាកក្រិចវាដូចថាអាក្រក់ហួសហេតុពេកអញ្ចឹងគាត់ដើម្បីឲ្យសង្គ្រោះគណៈបកខ្លួនឯងបានគឺគាត់សុកចិត្តលះបង់តំណែងនឹងចោលឲ្យលោកកឹមសុខាកាន់ចោះដល់តែពេលលោកកឹមសុខាកាន់ក៏សង្គ្រោះជាតិអត់នៅគេរំលាយសង្គ្រោះជាតិគេចាប់លោកកឹមសុខាដាក់គុកដដែលចុងបញ្ចប់គឺគណៈបកសង្គ្រោះជាតិរលាយដដែលប៉ុន្តែរលាយតែនៅក្នុងក្រដាស់ទេវាមិនរលាយនៅក្នុង
ឆន្ទៈទេសរលាយចុងក្រោយបំផុតគឺគណៈបកសង្គ្រោះជាតិហ្នឹងគឺរលាយឈ្មោះមិនត្រឹមតែនៅក្នុងក្រដាស់ដែលការបំផ្លាញគឺរលាយនៅក្នុងសាលដីការបស់តុលាការកំពូលនៅថ្ងៃទី30 ខែមេសាឆ្នាំ2026នៅពេលដែលលោកកឹមសុខាមិនប្តឹងតវ៉ាជំទាស់សាលដីកាដែលគេចាត់ទុកថាលោកជាជនក្បត់ជាតិដោយទាំងប្រធានគណៈបកសង្គ្រោះជាតិដោយទាំងសង្គ្រោះជាតិដោយទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែរនោះនេះគឺជាអ្វីដែលលោកកឹមសុខាធ្វើនៅក្នុងប្រវត្តិសាស្ត្រមួយដ៏ជូរចត់ដែលធ្វើឲ្យអំពើល្អរបស់គាត់ប្រមាណយកមកឆាចោលហើយមានឈ្មោះចូលរួមធ្វើឲ្យគណៈបកសង្គ្រោះជាតិនេះបាត់ឈ្មោះចង់និយាយថាមានភាពស្របច្បាប់ដោយរដ្ឋាភិបាលខ្មែរអាចរំលាយបានដោយសារតែគាត់មិនប្តឹងជំទាស់សាលដីកាហ្នឹងបើគាត់ប្តឹងជំទាស់ថាគាត់មិនទទួលយកសាលដីកាហ្នឹងរឿងនេះនឹងចារនៅក្នុងមួយជីវិតថាលោកកឹមសុខាអត់ទទួលស្គាល់សាលដីកាទេតែគាត់ជ្រើសរើសមិនប្តឹងសាលដីកាជាធ្នូនៅក្នុងការដោះដូរឲ្យគាត់បានរស់នៅចេញក្រៅជាប់ឃុំ9ឆ្នាំនៅក្នុងផ្ទះនិយាយទៅអ្វីដែលគួរឲ្យសោកស្ដាយគឺរឿងចេះទេការតស៊ូធ្វើទុក្ខកិរិយារបស់លោកកឹមសុខានេះគឺជាគុណតម្លៃមួយដែលប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបានទេគ្មានអ្នកណាឈឺចាប់ជាងក្រុមគ្រួសារលោកកឹមសុខានិងលោកកឹមសុខាខ្លួនលោកទេដែលគេចាប់ធ្វើបាបក្នុងផ្ទះក៏ប៉ុន្តែអ្នកដែលឈឺចាប់ជាងគេជាងលោកកឹមសុខាដែរនោះគឺសកម្មជនដែលគ្រប់គ្រងលោកកឹមសុខានិងគណៈបកសង្គ្រោះជាតិដែលហែហោបហើយដែលលក់ឆ្កែលក់អីយកមកធ្វើបាតកម្មហើយត្រូវអ្នកមួយចំនួនហ្នឹងគេចាប់ដាក់គុកដាក់អីដោយសារតែការដែលបដូរផ្ដាច់ការពារកាងដើម្បីឲ្យគេដោះលែងលោកកឹមសុខាដើម្បីឲ្យគិតថាលោកកឹមសុខាមិនមែនជាអ្នកក្បត់ជាតិមិនមែនអីអញ្ចឹងណាគ្នាសុកចិត្តជាប់គុកជាប់ច្បាប់អ្នកខ្លះស្លាប់ខ្លួនអីចឹងទៀតដល់ឥឡូវលោកកឹមសុខាធ្វើទុក្ខកិរិយាបាន9ឆ្នាំស្រាប់តែនៅចុងក្រោយនៅពេលដែលទ្វាររបើករឿងនេះខ្ញុំស្រក់ទឹកភ្នែកបងប្អូនទ្វារដែលរបើកហើយជាងការដែលយើងដើរចូលតាមទ្វារនឹងដើម្បីនេះគឺលោកកឹមសុខាសុកចិត្តសុំម្ចាស់ទ្វារដើម្បីឲ្យគាត់ចេញណាទ្វាររបើកហើយគណៈបកប្រជាជនកម្ពុជាតល់ច្រកហើយការដែលត្រូវមានសម្បទាននយោបាយបើធ្វើតាំងពីឆ្នាំដំបូងនៅពេលដែលគេកំពុងចាប់គាត់ដាក់គុកដាក់ច្បាប់សកម្មជនសង្គ្រោះជាតិហ្នឹងគឺរត់ប្រសាចពេញព្រៃពេញស្រុកភូមិរត់ទៅថៃរត់ទៅអីខ្លោចផ្សារនារីព្រាត់ប្រាសគេចាប់ដាក់គុកនៅពេលនោះបើមេបកគាត់ធ្វើសម្បទានដូច្នេះគឺគណៈបកប្រជាជនកម្ពុជាក៏ត្រេកអរដែរហើយអត់មានរឿងវែងឆ្ងាយដែរប៉ុន្តែការតស៊ូដល់គណៈដល់និយាយទៅគឺនៅពេលដែលខ្ញុំចាំរឿងមួយដែលខ្ញុំសូមអធិស្ឋានខ្ញុំនិយាយរឿងកំ pl ែងបន្តិចចោះដើម្បីឲ្យបងប្អូនបានស្ដាប់ព្រោះជួនកាលភាសាខ្លះងាយបែបអ្នកស្រុកទៅបងប្អូនស្រួលយល់មានមនុស្សម្នាក់គាត់ហែលទឹកចម្ងាយដែលហែលនឹង25គីឡូដីជួយការប្រកួតប្រជែងដ៏ស្រួចស្រាលមួយនៅក្នុងការដែលហែលឆ្លងមហាសាគរដ៏វែងឆ្ងាយ25គីឡូម៉ែត្រគាត់ហែលទៅបាន24គីឡូ24គីឡូម៉ែត្រគាត់ហែលទៅនៅសល់តែ1គីឡូម៉ែត្រទៀតទេដល់គោលដៅបងប្អូនដឹងគាត់សម្រេចចិត្តយ៉ាងណាទេគាត់ហត់គាត់អស់កម្លាំងព្រោះហែល24គីឡូដីឲ្យបងប្អូនសាកគិតទៅមើលវាឆ្ងាយណាស់ប្រឹងណាស់អញ្ចឹងគាត់អស់កម្លាំងអាលីងពីខ្លួនហើយគាត់គិតថាបើគាត់ហែល1គីឡូដីនេះទៅមុខទៀតគឺគាត់នឹងស្លាប់ព្រោះគាត់អស់ដៃអស់ជើងហើយអញ្ចឹងគាត់មិនអាចហែលទៅមុខទៀតទេគាត់សុកចិត្តហែលថយក្រោយមកត្រើយ24គីឡូដីថយក្រោយវិញបងប្អូនសាកគិតមើលជាការកំ pl ែងទេបងប្អូននិយាយចឹងគិតថាចុះកំ pl ែងម៉េះហែល24គីឡូដីនៅសល់1គីឡូទៀតហែលឲ្យផុតគិតថាហែលទៅមុខដឹងថាហែលលងទឹកស្លាប់ហើយព្រោះអស់កម្លាំងសុកចិត្តហែលថយក្រោយវិញព្រោះវានៅសល់24គីឡូដីមែនប៉ុន្តែ
តើទៅដឹងថាស្លាប់អញ្ចឹងត្រូវតែហែលថយក្រោយ24គីឡូទៀតត្រូវហែលមកវិញឲ្យដល់ត្រើយខាងក្រោយសុកចិត្តហែលថយក្រោយដោយសារអីដោយសារជឿថាខ្លួនឯងទៅនឹងស្លាប់ចុះអាហែល24គីឡូដីហ្នឹងហេតុអីចឹងបានន័យគាត់នឹងហែល48គីឡូដីតាមពិតត្រូវហែលតែ1គីឡូដីទៀតតែប៉ុណ្ណោះគាត់នឹងដល់ត្រើយគាត់សុកចិត្តហែល24ថយក្រោយវិញដោយសារអីដឹងផ្លូវដែលហែលនឹងហើយអញ្ចឹងអាមុខហ្នឹងវាមិនដឹងថាវាយ៉ាងម៉េចអញ្ចឹងច្បាស់ហើយខាងនេះគឺយើងដើរថយក្រោយដូចយើងដើរទៅចកាមីនអញ្ចឹងណាយើងដើរតាមដានជើងយើងមកវិញយើងនៅសល់តែ3ជំហានទៀតនឹងឆ្លងផុតចកាមីនក៏ដោយប៉ុន្តែយើងដឹងថាមីននៅច្រើនណាអត់ច្បាស់ទេតែអាចដានជើងដែលយើងដើរមកហើយរាប់រាប់ពាន់ម៉ែត្រនេះគឺយើងមានដានជើងអញ្ចឹងដើរតាមដានជើងថយមកវិញមកចំណុចដើមវិញទៅឲ្យរស់មានន័យអីបងប្អូនជោគជ័យក៏បរាជ័យអាការដែលរស់គឺរស់ហើយប៉ុន្តែរស់ដូចស្លាប់ចឹងហ្នឹងព្រោះអីយើងបោះបង់ចោលការតស៊ូ24គីឡូដីចោលបាត់ហើយហ្នឹងនេះជាអ្វីដែលលោកកម្មសខាធ្វើដែលមែនតែនបងប្អូនទាំងអស់អ្នកណាក៏មើលឃើញដែរតែបងប្អូនមើលមិនឃើញត្រង់ថាបងប្អូនជាអ្នកគ្រប់គ្រងលោកកម្មសខាមិនចង់បង្ហាញអំពីការខកចិត្តរបស់ខ្លួនពេកអ្នកគ្រប់គ្រងលោកកម្មសខាហ្នឹងចេះតែគិតថាហ្នឹងហើយស្អំចិត្តទៅព្រោះអីវាដូចផ្កាប់មុខមួយលោកកម្មសខាខ្លាំងពេកដល់គាត់ប្រលេះកតុយលម៉កអញ្ចឹងទៅហើយទៅតែម៉ូតូគាត់ឲ្យប្រឡែងកតុយឲ្យធ្លាក់ចូលក្នុងបឹងផលិតអញ្ចឹងប្រលឹងប្រលះចុះស៊ីផលិតអស់ហើយយើងមានអីទៀតលោកកម្មសខាបាយជាមួយនឹងកូនស្រីគាត់បានម៉ូតូមួយហ្នឹងគ្នា2នាក់ទៅអាកតុយលម៉កយើងហ្នឹងទៅក្នុងបឹងផុកទៅឥឡូវអ្នកដែលស្រង់ពីបឹងផុកហ្នឹងគឺលោកសំរងស៊ីអានេះទៅវិញទេនេះអញ្ចឹងហើយបានថាជូតទឹកភ្នែកបន្តដំណើរទៅទៀតលោកសំរងស៊ីគាត់និយាយថាគាត់មិនចាប់អារម្មណ៍នឹងរឿងបុគ្គលគាត់ចាប់អារម្មណ៍នឹងជាតិគាត់និយាយថាការសម្រេចរបស់បុគ្គលគឺជារឿងមួយប៉ុន្តែគាត់និយាយឃ្លាមួយដែលខ្ញុំចាប់អារម្មណ៍មួយទៀតគាត់ថាការចូលទៅកាន់ចាប់ដៃអីជាមួយរបបផ្ដាច់ការគឺមិនមែនជាការជួយជាតិទេគឺជាការបំផ្លាញជាតិធ្វើឲ្យជាតិនេះលិចលង់ធ្វើឲ្យជាតិនេះកាន់តែវេទនាដោយសារអីរបបផ្ដាច់ការមេដឹកនាំផ្ដាច់ការអត់បានទាំងដោះស្រាយបញ្ហា100ជំពូកហើយដល់តែពេលយើងចូលទៅយើងគិតថាដោះស្រាយបានបងប្អូនឥឡូវឧទាហរណ៍ថាឡានមួយដែលកំពុងបើកលើដងផ្លូវតកង់សវឹងស្រាឬក៏គាត់រងឥទ្ធិពលនៃគ្រឿងសូរ៉ាឬអីមិនអាចបើកបានទេក៏ប៉ុន្តែឡាននេះគឺវានៅធ្វើដំណើរបានទៀតបើសិនជាមានតកង់ល្អដូរទៅឡាននៅទៅដូចគ្នាអត់អីទេយើងដូរតកង់បើកព្រោះឡាននៅតែទៅបានតាសំខាន់តកង់បើទុកឲ្យគាត់បើកធ្លាក់ផ្លូវឬក៏បុកគេបុកអាយព្រោះគាត់ស្វឹងប៉ុន្តែផ្ទុយពីការដែលជួយឲ្យតកង់នេះបើកត្រង់ផ្លូវឬអីបានមានម្នាក់ទៀតដែលគេប្រាប់ថាអត់អីទេចាំខ្ញុំអង្គុយអែបក្បែរហ្នឹងហើយចាំខ្ញុំជួយប្រាប់ផ្លូវបើកទៀតហ៎ព្រោះការជួយបែបនេះនឹងធ្វើឲ្យអ្នកសវឹងស្រានេះគាត់នឹងអាចយ៉ាងហោចណាស់ក៏យើងជួយប្រាប់ដែរថាកិច្ចឆ្វេងកិច្ចស្ដាំតើបងប្អូនដែលជិះនៅក្នុងឡានទុកចិត្តទេនៅពេលដែលមានអ្នកណាម្នាក់ទៅអង្គុយអែបតកង់សពថ្ងៃដោយលោកហ៊ុនម៉ាណែតកំពុងបើកហើយសវឹងស្រាយស្រាប់កម្មមនុស្សវិទ្យាគាត់ទៅអង្គុយក្បែរកៅអីហ្នឹងគាត់ប្រាប់ថាអត់អីទេចាំខ្ញុំជួយស្រែកជួយប្រាប់ខ្ញុំអត់ចេះបើកឡានហ្នឹងទេតែខ្ញុំដឹងនៅមុខនោះវាមានគុលនៅកន្លែងនេះវាមានដើមឈើកន្លែងនេះផ្លូវកោងកន្លែងនេះផ្លូវធ្លាក់ជ្រោះមានស្ពានឬក៏ផ្លូវនេះគឺគ្រោះថ្នាក់ខ្លាំងហើយចាំខ្ញុំជួយស្រែកប្រាប់តើសតិនៃអ្នកសវឹងស្រាយើងស្រែកប្រាប់ហ្នឹងតើយើងគាត់មើលឃើញទេគាត់លឺប៉ុន្តែផ្លូវហ្នឹងគាត់មើលឃើញ2 3អស់ហើយហ្នឹងតើកិច្ចទៅផ្លូវណាឥឡូវហើយយើងនៅក្នុងឡានហ្នឹងយើងជិះនៅកន្លែងណាបើមិនរត់ចុះចែកជើងគ្នាពីលើឡាននេះទេគឺយើងនឹងទៅជាមួយនឹងឡានហ្នឹងបើមិនបុកគល់ឈើក៏ធ្លាក់ស្ពានងាប់ដែរហើយស្លាប់ទាំងអ្នកដែលព្រូឡានដែលអែបប្រាប់ថាកិច្ចនេះកិច្ចនោះព្រោះបើយើងចូលទៅដូរចកោតហ្នឹងហ្មងចង់និយាយថាណែលោកហ៊ុនម៉ាណែតលោកសវឹងស្រាហើយលោកមិនអាចបើកបរបានទេខ្ញុំសុំកាន់ចកោតហ្នឹងវិញលោកអង្គុយណែអាហ្នឹងដូចជាយើងច្បាស់ជាងមិនអញ្ចឹងឯងបងប្អូនព្រោះឡានវានៅតែទៅមុខទេ
វាអាចបុកគល់ឈើបុកអីតិចទីបានទៀតដោយសារតែឥទ្ធិពលនៃឡានហ្នឹងនៅប្រើបានសំខាន់គឺតកង់តែយើងទៅប្រាប់ថាអត់ដូរតកង់យើងទៅជួយអង្គុយប្រាប់តកង់តែតកង់ស្វឹងស្រាតកង់គេហៅថា DUI driving under influence អូអា DUI នេះអាបើកបរក្នុងស្ថានភាពស្វឹងបើនៅស្រុកអាមេរិកនេះគេចាប់ដាក់គុកបាត់ដកបាត់បើកបរទៀតកុំបាច់ថាមានព្រូឡានមិនព្រូឡានតែស្វឹងគេចោះឲ្យគេទៅដេកហើយគេឲ្យអ្នកអត់ស្វឹងឡើងមកបើកប៉ុន្តែកញ្ញាកម្មមនុស្សវិទ្យាគាត់ច្បាស់ក្នុងខ្លួនថាអត់ទេខ្ញុំអង្គុយនៅក្បែរហ្នឹងគឺខ្ញុំប្រកែខ្ញុំនឹងប្រាប់គាត់ថាណេះបាត់ឆ្វេងបាត់ស្ដាំហើយទៅហ្នឹងគឺមានទាំងគ្រួសារកម្មមនុស្សវិទ្យានៅក្នុងហ្នឹងដោយទាំងឪពុកគាត់ទៅទៀតតើយើងនឹងទៅដល់ឆ្ងាយដល់ប៉ុណ្ណាខ្ញុំពងតែឆ្ងល់ឥឡូវលោកសំរងស៊ីក៏ថាមិនអីទេបងប្អូនគាត់ក៏និយាយដែរថាអ្វីៗវាច្បាស់លាស់អស់ហើយដូចអត់មានបាត់ប្របាក់មន្ទិលទេរួមគ្នាសង្គ្រោះជាតិគឺបានន័យថាធ្វើយ៉ាងម៉េចឲ្យស្មារតីសង្គ្រោះជាតិដូរប្រព័ន្ធកំដូរបុគ្គលដូរចង់និយាយថារបៀបដឹកនាំរដ្ឋឡើងវិញឲ្យល្អទៅហើយធ្វើម៉េចបើគាត់ថាអ្នកណាទៅតែសរសើរគាត់មកគាត់ថាលោកកឹមសុខាមិនទាន់មានសិទ្ធិសេរីភាពអីធ្វើនយោបាយអីទេដូច្នេះគាត់ក៏ពិបាកនឹងមើលថាតើវានឹងទៅផ្លូវណាដែរគ្រាន់តែថាពេលនេះគាត់និយាយតែមួយម៉ាត់ខ្លីទេតែណាទៅយើងរួមគ្នាសង្គ្រោះជាតិយើងឡើងវិញអូខេឥឡូវខ្ញុំវិលមករឿងកញ្ញាកម្មមនុស្សវិទ្យាវិញថ្ងៃនេះគឺយើងឮសាររបស់កញ្ញាកម្មមនុស្សវិទ្យាផ្ដល់ព័ត៌មានឲ្យសារព័ត៌មាន AFP អន្តរជាតិក្រោយពីមិនដឹងថាគាត់ទៅធ្វើអីជាប្រិសិទ្ធពិសេសគឺគាត់និយាយដូចនេះខ្ញុំនឹងដកស្រង់ប្រសាសន៍គាត់ដើម្បីឲ្យបងប្អូនបានដឹងថាតើកញ្ញាកម្មមនុស្សវិទ្យាគាត់ទៅធ្វើការងារឲ្យលោកហ៊ុនម៉ាណែតហ្នឹងគាត់ថាម៉េចតាមពិតគាត់ចេញមកការពារដោយគាត់ប្រើឃ្លាថាការដែលចូលទៅធ្វើការឲ្យរដ្ឋាភិបាលកម្ពុជាជាមួយលោកហ៊ុនម៉ាណែតនេះណាក្នុងតួនាទីជាប្រិសិទ្ធពិសេសនេះកញ្ញាកម្មមនុស្សវិទ្យាប្រាប់សារព័ត៌មានអាមេរិក AFP នេះថាមិនពាក់ព័ន្ធនឹងឪពុករបស់កញ្ញាទេបានន័យថាមិនពាក់ព័ន្ធនឹងលោកកឹមសុខាទេហើយការទៅធ្វើការឲ្យរដ្ឋាភិបាលកម្ពុជានេះណាក៏មិនពាក់ព័ន្ធនឹងគណៈបកប្រឆាំងដែរឃ្លា2ដែលគួរឲ្យកត់សម្គាល់ហើយចាំខ្ញុំបកស្រាយទី1គឺគាត់ថាអត់ពាក់ព័ន្ធនឹងឪពុករបស់គាត់ទេទី2គាត់ថាអត់ពាក់ព័ន្ធនឹងគណៈបកប្រឆាំងក្នុងន័យនេះគឺអត់ពាក់ព័ន្ធនឹងគណៈបកសង្គ្រោះជាតិទេព្រោះគណៈបកប្រឆាំងនៅទីនេះនៅតែសង្គ្រោះជាតិនឹងឯងដែលពួកគាត់នឹងដែលជាអ្នកតស៊ូមតិយូរហើយចង់ឲ្យឪពុកគាត់បានសិទ្ធិគេទម្លាក់ចោលបាត់ចោលទាំងអស់ហើយមានសិទ្ធិនយោបាយពេញលេញហើយមិនតែប៉ុណ្ណោះគឺគណៈបកសង្គ្រោះជាតិហ្នឹងក៏បានរស់រានមានជីវិតឡើងវិញអីចឹងដែរទៅសូមអធិស្ឋានបងប្អូនខ្ញុំរកឯកសារសង្ខេបនៃបទសម្ភាសន៍គាត់មួយម៉ាត់សិនទៅក៏ប៉ុន្តែបងប្អូនចាំហើយរឿងតែ2ដែលធំដែលកញ្ញាកម្មមនុស្សវិទ្យានិយាយហ្នឹងគឺទី1គឺគាត់ថាអត់ពាក់ព័ន្ធនឹងឪពុកគាត់ទី2គឺអត់ពាក់ព័ន្ធនឹងគណៈបកសង្គ្រោះជាតិទេគណៈបកប្រឆាំងទេខ្ញុំរកឯកសារនេះមិនទាន់ទេវាកប់ច្រើនពេកជិត100ទំព័រហើយបងប្អូនសុំទោសម្នាក់ឯងក៏ប៉ុន្តែអញ្ចេះវិញនេះរកឃើញហើយបងប្អូនគាត់ថាគំនិតនយោបាយខុសគ្នារបស់គាត់និងគំនិតនយោបាយខុសគ្នារបស់រដ្ឋាភិបាលកម្ពុជាគឺជារឿងមួយដែលឡែកការទទួលខុសត្រូវរបស់យើងនៅពេលនេះគឺជារឿងមួយដែលឡែកទៀតគាត់ចង់និយាយថាយើងមានគំនិតទស្សនៈនយោបាយខុសគ្នាតែយើងអាចធ្វើការជាមួយគ្នាបានដោយដាក់ការខុសគ្នានឹងដែលឡែកទៅហើយសុខចិត្តធ្វើការជាមួយលោកហ៊ុនម៉ាណែតដើម្បីដោះស្រាយបញ្ហាជាតិនៅទីនេះគឺគាត់សម្ដៅទៅលើ2យ៉ាងលោកហ៊ុនម៉ាណែតក៏បញ្ជាក់ដែរថា2យ៉ាងដែលកញ្ញាកម្មមនុស្សវិទ្យាអាចជួយធ្វើបានកញ្ញាកម្មមនុស្សវិទ្យាក៏បានបញ្ជាក់ថាទី1គឺធ្វើកិច្ចការអន្តរជាតិទី2គឺតាក់ទងនឹងការជួយដោះស្រាយបញ្ហាព្រំដែនខ្មែរថៃ
ធំណាស់បងប្អូននេះគឺជាបញ្ហាអាយុជីវិតជាតិមែនហើយបញ្ហាព្រំដែនថៃយក76កន្លែងខ្ញុំសប្បាយចិត្តនៅពេលដែលលើកញ្ញាកម្មមនុវិទ្យាថាគាត់ចូលទៅលោកហ៊ុនម៉ាណែតគាត់និយាយដែរថ្ងៃហ្នឹងលោកហ៊ុនម៉ាណែតជួបជាមួយនឹងលោកអាចារ្យនិងអាចារ្យនីអីណានោះគឺអូលោកហ៊ុនម៉ាណែតមានសារច្រើនណាស់ខ្ញុំក៏ចង់និយាយពីរឿងសាររបស់គាត់រឿងព្រមជាតិហ្នឹងដែរក៏ប៉ុន្តែលោកហ៊ុនម៉ាណែតបញ្ជាក់ថាកញ្ញាកម្មមនុវិទ្យាមកជួយរឿងកិច្ចការអន្តរជាតិការទូតហើយនិងកិច្ចការព្រំដែនកញ្ញាកម្មមនុវិទ្យាក៏និយាយរឿងដូចនេះដែរឥឡូវខ្ញុំបកស្រាយបន្តិចពីរឿងកញ្ញាកម្មមនុវិទ្យានិយាយថារឿងនេះចូលទៅគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជានេះអត់ប៉ះពាល់អត់ពាក់ព័ន្ធអីជាមួយឪពុករបស់នាងនិងមិនពាក់ព័ន្ធអីជាមួយគណៈបកសង្គ្រោះជាតិឬក៏គណៈបកប្រឆាំងខ្ញុំដកស្រង់ពីសារព័ត៌មាន AFP ខ្លួនឯងទេខ្ញុំបើគាត់និយាយខុសអីសារព័ត៌មាននិយាយខុសអីខ្ញុំអត់ដឹងប៉ុន្តែសារព័ត៌មាន AFP នេះគឺគេនិយាយប្រកាសដែរគាត់ថាមិនពាក់ព័ន្ធនឹងគណៈបកប្រជាជនកម្ពុជាហើយក៏មិនពាក់ព័ន្ធជាមួយនឹងគណៈបកប្រឆាំងនៅក្នុងន័យនេះគាត់មិនប្រើពាក្យសង្គ្រោះជាតិតែគណៈបកប្រឆាំងគឺមានតែគណៈបកសង្គ្រោះជាតិតាព្រោះអីគាត់គឺជាមន្ត្រីជាន់ខ្ពស់នៃគណៈបកសង្គ្រោះជាតិតើរឿងអីដែលមិនពាក់ព័ន្ធនៅក្នុងគណៈបកប្រឆាំងខ្ញុំពងតែឆ្ងល់កញ្ញាកម្មមនុវិទ្យាមានដឹងទេថាកញ្ញាគឺជាមន្ត្រីជាន់ខ្ពស់នៃគណៈបកសង្គ្រោះជាតិតើកញ្ញាទទួលស្គាល់ទេថាគណៈបកសង្គ្រោះជាតិគេរំលាយបាត់ហើយមិនអញ្ចឹងឪពុករបស់កញ្ញាបានទទួលស្គាល់ថាគណៈបកសង្គ្រោះជាតិគេរំលាយតាមរយៈសាលដីកាអញ្ចឹងឥឡូវដល់ពេលកូនស្រីនៅក្នុងការបញ្ជាក់មកទៀតថាគណៈបកសង្គ្រោះជាតិហ្នឹងគេរំលាយមែនហើយមិនអញ្ចឹងដោយសារតែកញ្ញាបានទទួលស្គាល់ថាការចូលទៅធ្វើការឲ្យលោកហ៊ុនម៉ាណែតនេះមិនពាក់ព័ន្ធនឹងគណៈបកប្រឆាំងឬសង្គ្រោះជាតិចុះតួនាទីជាមន្ត្រីកិច្ចការសាធារណៈរបស់គណៈបកសង្គ្រោះជាតិដែលជាមន្ត្រីជាន់ខ្ពស់មួយដែលកញ្ញាបានកាន់ត្រានឹងរាប់ឆ្នាំមកហើយនេះ9ឆ្នាំមកហើយនេះទៅឯណាតើឯណាមិនឃើញលិខិតសុំលាលែងពីគណៈបកសង្គ្រោះជាតិដែលថាកញ្ញាអស់មានតួនាទីអស់មានអីលាឈប់ឬមួយក៏ខ្ញុំមើលរំលងបងប្អូនសុំទោសហើយក៏សុំទោសកញ្ញាកម្មមនុវិទ្យាផងបើសិនជាមួងណារ៉េតមើលរំលងលិខិតលាឈប់ពីតំណែងជាមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិផ្នែកកិច្ចការសាធារណៈនេះបើបងប្អូនបានដឹងឬក៏កញ្ញាកម្មមនុវិទ្យាបានឮផ្ញើឲ្យមួងណារ៉េតផងប៉ុន្តែខ្ញុំមិនដូចជាឆក់ល្វែងឬក៏រំលងកន្លែងហ្នឹងមួយខ្ញុំអត់ដែលឃើញលិខិតដែលគាត់លាលែងពីគណៈបកសង្គ្រោះជាតិទេអត់ដែលសោះហើយក៏ខ្ញុំអត់ដែលឮលោកកម្មសខាលាលែងពីគណៈបកសង្គ្រោះជាតិដែរអត់ដែលសោះគឺគាត់នៅត្រានៅជាប់គណៈបកសង្គ្រោះជាតិនឹងនៅអ្នកណានិយាយអីលើកជ្រុងអីសំរងស៊ីកម្មសខាជាមនុស្សតែមួយទាំងក្រុមទាំងកញ្ញាកម្មមនុវិទ្យាទាំងលោកកម្មសខាហ្នឹងក៏មិនសប្បាយចិត្តនៅក្នុងការឲ្យគេនិយាយចឹងព្រោះអីលោកហ៊ុនសែនហ្នឹងគាត់អត់ចង់ឲ្យសាធារណជនដឹងថាកម្មសខានិងលោកសំរងស៊ីជាមនុស្សតែមួយទេហើយរឿងនេះគឺយើងដឹងច្បាស់ដែរប៉ុន្តែរឿងដែលកើតឡើងនេះគឺជារឿងខ្ញុំអត់រំពឹងទុកទេរឿងចូលទៅគណៈបកប្រជាជនឬរដ្ឋាភិបាលកម្ពុជាប៉ុន្តែកញ្ញាកម្មមនុវិទ្យាព្យាយាមការពារចំហនេះថាគាត់មិនចូលនេះមិនពាក់ព័ន្ធតើមិនពាក់ព័ន្ធយ៉ាងដូចម្ដេចទៅនៅពេលដែលយើងជាមន្ត្រីគណៈបកសង្គ្រោះជាតិចូលទៅធ្វើការឲ្យជាប្រិយសិទ្ធិពិសេសរបស់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបកប្រជាជនកម្ពុជាតើកន្លែងណាដែលយើងគិតថាយើងអត់ពាក់ព័ន្ធនឹងគណៈបកសង្គ្រោះជាតិអាហ្នឹងទី1ព្រោះអីយើងជាមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិលើកលែងតែកញ្ញាកម្មមនុវិទ្យាទទួលស្គាល់ថាសង្គ្រោះជាតិលលាយហើយមានដែលនិយាយថាសង្គ្រោះជាតិលលាយហើយពីអង្កលតស៊ូដើម្បីឲ្យសង្គ្រោះជាតិរស់ឡើងវិញដើម្បីឲ្យពុកបានរួចផុតពីការធ្វើទុកបុកម្នេញរបស់លោកហ៊ុនសែនមកអាយុហើយដល់ពេលតស៊ូមិនជោគជ័យសម្រាប់ឈប់តស៊ូហើយចុងក្រោយចោះចូលជាមួយនឹងគណៈបកឬក៏រដ្ឋាភិបាលកម្ពុជាហើយការពារខ្លួនបែបនេះខ្ញុំជឿថាប្រជាពលរដ្ឋគេមិនអាចនឹងមើលឃើញដោយអ្វីដែលកញ្ញានិយាយទេអាចនឹងការពារអញ្ចឹងទៀតទៅក៏បានដែរមិនអីទេមិនប៉ះពាល់នឹងឪពុករបស់នាងទេឪពុកនាងគឺជាប្រធានគណៈបកប្រឆាំងកូនស្រីបង្កើតរបស់លោកកម្មសុខាកញ្ញាកម្មមនុវិទ្យាជាមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រឆាំងហើយយើងចូលទៅធ្វើការឲ្យរដ្ឋាភិបាលដែលធ្វើទុកបុកម្នេញយើងធ្វើទុកបុកម្នេញគណៈបកប្រឆាំងហើយយើងថាអត់ប៉ះពាល់ជាមួយនឹងឪពុកពាក់ព័ន្ធអីជាមួយនឹងលោកកម្មសខាទេ
បងប្អូនខ្ញុំនិយាយយ៉ាងខ្លីហើយខ្ញុំនឹងនិយាយសាររបស់លោកហ៊ុនម៉ាណែតហ្នឹងគាត់និយាយថាចោះពួកប្រឆាំងហ្នឹងហេតុអីគាត់ប្រឆាំងនេះថ្ងៃហ្នឹងគាត់និយាយលោកហ៊ុនម៉ាណែតនិយាយច្រើនរឿងហ្នឹងគាត់ថាគាត់កំពុងតែបង្រួបបង្រួមជាតិក្រែងអស់លោកចង់បានការបង្រួបបង្រួមជាតិអីហើយឥឡូវបើគេបង្រួបបង្រួមជាតិគេស្វាគមន៍ឲ្យមកធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាបើកទ្វារទទួលអស់លោកថាគេលក់ក្បាលអស់លោកថាជាលលោកអស់លោកថាគេក្បត់អស់លោកថាគេប្រែគេអឺអីអញ្ចឹងតើយើងធ្វើការយ៉ាងម៉េចជាមួយគ្នានឹងកើតបើអស់លោកចិត្តចង្អៀតយ៉ាងនេះជាភាសារបស់លោកហ៊ុនម៉ាណែតគាត់និយាយអំពីការបង្រួបបង្រួមជាតិហើយលោកហ៊ុនម៉ាណែតប្រើពាក្យរហូតដល់អញ្ចេះទៀតណាដោយអ្វីដែលកញ្ញាកម្មមនុស្សចានិយាយចឹងលោកហ៊ុនម៉ាណែតនិយាយថាការដែលកញ្ញាកម្មមនុស្សវិទ្យាចូលមកធ្វើការជាប្រិសិទ្ធពិសេសនេះណាគឺអត់ពាក់ព័ន្ធនឹងការដែលនឹងគណៈបករបស់កញ្ញាទេអត់ពាក់ព័ន្ធជាមួយនឹងរឿងបករឿងអីទេគឺគាត់ថាបកនៅបកដដែលឲ្យគាត់ប្រកាន់គោចំហបកប្រឆាំងដដែលខ្ញុំនឹងបញ្យល់នៅចុងក្រោយបន្តិចទៀតតកតងនឹងការដែលគេហៅថាលាមកចូលឈ្នៀងហើយចាប់ផ្ដើមគេហៅថានៅមិននៅយកជាប់ភ្នៅមកត្បៀតឃ្លៀកលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាគាត់យកភ្នៅមកត្បៀតឃ្លៀកដោយសង្ឃឹមថាកញ្ញាកម្មមនោវិជ្ជានិងលោកកម្មសុខាគ្រួសារតកូលកម្មនេះចូលទៅហ្នឹងគឺស៊ីផុយហ៎ព្រោះអីស្ដារមុខមាត់លើឆាកអន្តរជាតិស្អីលក្ខណៈក៏ប៉ុន្តែឥឡូវនេះវាទៅជាផុងខ្លួនទៅវិញព្រោះទី1គឺធ្វើឲ្យទឹកថ្លារងពេកទៅវាធ្វើឲ្យក្រុមលោកសំរងស៊ីកាន់តែមានឥទ្ធិពលហើយធ្វើឲ្យក្រុមលោកកម្មសុខាคล้ายទៅជាអត់ប្រយោជន៍ដល់ពេលអត់ប្រយោជន៍គាត់ចាប់ផ្ដើមមកជួយការពារក្រុមលោកកម្មសុខានិងកញ្ញាកម្មនោវិជ្ជាចុះបើគាត់ចេះការពារក្រុមគ្រួសារតកូលកម្មឬក៏គណៈបកសង្គ្រោះជាតិនេះពីយូរមកចាប់គាត់ដាក់គុកធ្វើអីខ្ញុំកំពុងតែឆ្ងល់ហើយដល់ឥឡូវចាប់ផ្ដើមបែរទៅជាអ្នកដឹកនាំដែលចាប់មេលោកកម្មសុខានឹងធ្វើទុកបុកម្នេញក្រុមគ្រួសារតកូលកម្មនេះតាំងពីដើមរៀងមកជួយការពារតកូលនេះវិញដោយសារផុងខ្លួនរឿងនេះល្អមើលមែនតើបងប្អូនចឹងបានថាអាប៉ោងនៅពេលដែលវាបើកក្របស្រួលផ្ដាំទៅលោកផែងហេងផងអាប៉ោងនេះគេបើកក្របទៅលោកផែងហេងគេឲ្យគេសាររោងហើយទៀតចឹងយើងនាំគ្នាទៅលេងរោងថ្មីហើយរោងថ្មីហ្នឹងគេអាចបិទក្របប៉ុន្តែបើអាប៉ោងរបស់គណៈបកប្រជាជនកម្ពុជាទៅលេងដល់រោងណាក៏នៅតែបើកក្របចឹងដែរចាំត្រៀមលុយយុទ្ធចក្រទៅហើយបើយកល្អកុំទៅចាក់អីក៏បានដែរព្រោះអីតែគេបើកក្របឲ្យយើងចាក់ហើយគឺចាក់ឈ្នះហើយគឺគេប្រមូលលុយចាប់យើងដាក់គុកទៀតព្រោះវាអត់មានអីដែលគេព្រោះអាហ្នឹងដូចក្រុមក្រប7អញ្ចឹងណាបងប្អូនចាំខ្ញុំបញ្យលលបែងក្រប7បន្តិចទៀតបាទបងប្អូនឲ្យចេះឲ្យលបែងអស់អណានៃបដ ாய் ទៅកាលមុនថាកតេឥឡូវចេះដល់អាប៉ោងឥឡូវដល់អាក្រប7ហ្នឹងទៀតលបែងក្រប7នេះគឺមានជីវប្រវត្តិវាវែងឆ្ងាយហើយតកតងនឹងវ័យកុមាររបស់ខ្ញុំដែរតែខ្ញុំគួរតែចែករំលែកតែបើថាផ្សាយមិនទាន់ចាំលើកក្រោយតែខ្ញុំនឹងបញ្យលលោកហ៊ុនម៉ាណែតគាត់និយាយថានេះគឺជាការបង្រួបបង្រួមជាតិហេតុអីបានជាអស់លោកបពប្រឆាំងចង្អៀតចង្អល់ម៉េះគាត់និយាយចឹងណាគាត់ចាប់ផ្ដើមជួយការពារថាអត់ទេយកកញ្ញាកម្មមនោវិជ្ជាមកនេះគឺយកមកតែខ្លួនទេដើម្បីឲ្យជួយជាតិអត់តាក់តងនឹងគណៈបកនយោបាយឲ្យគាត់នៅគណៈបកនយោបាយគាត់ដដែលមើលទៅគាត់យកចង់និយាយចឹងយកមកតែគំនិតដើម្បីជួយផ្សះផ្សាជាតិកញ្ញាកម្មមនោវិជ្ជាក៏និយាយដែរថាទៅនេះទៅតែខ្លួនទេអត់មានពាក់ព័ន្ធនឹងឪពុករបស់លោកកញ្ញាអត់ពាក់ព័ន្ធជាមួយនឹងរឿងគណៈបកសង្គ្រោះជាតិទេប៉ុន្តែទៅក្នុងនាមជាមន្ត្រីគណៈបកសង្គ្រោះជាតិនៅក្នុងពេលដែលឪពុកនាងក៏ជាមនុស្សគាត់ណែមេបកសង្គ្រោះជាតិដែរហ្នឹងខ្ញុំឲ្យឧទាហរណ៍ខ្លីមួយបងប្អូនលោកហ៊ុនម៉ាណែតនិយាយថាគេនយោបាយផ្សះផ្សាបង្រួបបង្រួមសោះហើយយើងទៅខ្ទេចក្តិចអាហ្នឹងដែរតែយើងចង់បានអីឲ្យប្រកបប្តីប្រពន្ធ2នាក់មានសឡមួយចានសឡមានតែមួយចានទេហើយដាក់ឆ្នាំងភ្លើងទៀតដើម្បីឲ្យវាក្តៅគេថាសម្លអន់ចោះឲ្យតែក្តៅប្រពន្ធខ្មៅចោះឲ្យតែក្មេងខ្ញុំនិយាយតាមទ្រឹស្ដីផ្ដេសផ្ដាស់ដែលគេចាំតគ្នាទៅបងប្អូនរឿងចាស់រឿងក្មេងអីអាយុគ្រាន់តែជាតួលេខទេខ្ញុំនិយាយឲ្យបងប្អូនកំសាន្តសប្បាយទេតែឮពីដើមមកគេថាចឹងឯងសឡអន់ចោះតិចចោះនៅសម្លមិនឆ្ងាញ់ឬអន់អីអន់ចោះឲ្យតែវា
ក្តៅប្រពន្ធខ្មៅចុះឲ្យតែក្មេងសម្លមួយឆ្នាំងភ្លើងទូចមួយនិយាយទៅគឺចានមួយ2នាក់រួមរយៈលោកខ្សៃសម្រាប់ក្រុមគ្រួសារនេះថ្ងៃនេះមួងណារ៉េតដូចវែងឆ្ងាយទៀតស្អីចេញមករួមរយៈលោកខ្សៃស្អីណាមកចេញពាក្យវែងឆ្ងាយទៀតខ្ញុំចង់និយាយពាក្យនឹងមួយម៉ាត់ដែរបងប្អូនខ្លះឬសូពាក្យរួមរយៈអីហ្នឹងគឺដូចថាអាភាសពេកទៅដឹងហើយចម្រៀងខ្មែរហ្នឹងពីដើមហ្នឹងហេតុអីបានគេច្រៀងពាក្យថាចានមួយពីរអ្នករួមរយៈលោកខ្សៃអញ្ចឹងដូចជាគាត់ស្ដាប់ហ៎អត់ទេពាក្យខ្មែរនេះពីរោះណាស់មកពីបងប្អូនអត់ដឹងអត្ថន័យពិតនៃពាក្យរួមរយៈហ្នឹងពាក្យខ្មែរយើងសទិសសូបានន័យថាពាក្យដែលមានសូដូចគ្នាតែមានសទិសស័ព្ទបានន័យថាខុសគ្នាសទិសន័យខុសគ្នាគឺន័យវាខុសគ្នាឧទាហរណ៍សទិសសូនៃពាក្យថារួមរយៈគឺសរសេរដូចសរសេរខុសគ្នាតែអានដូចគ្នារដាក់ស្រអួរនឹងករសំយោគសញ្ញានឹងកជើងខពាក្យនេះអានថារួមរយៈនេះគឺមានន័យថាជាការរួមមេត្រីការរួមភេទការគេងនៅជាមួយគ្នាក្នុងប្រព័ន្ធសង្វាស់ជាប្តីប្រពន្ធជានិយាយទៅគឺជាការគេងនៅជាមួយគ្នាផ្លូវភេទនិយាយឲ្យស្រួលស្ដាប់យើងសរសេររួមរយៈជាមួយនឹងសញ្ញោសញ្ញាកជើងខក៏ប៉ុន្តែពាក្យមួយទៀតរួមរយៈដូចគ្នាសរសេររស្រអួរនឹងរកជើងសអានរួមរយៈដូចគ្នាសំនៀងដូចគ្នាតាមពិតពាក្យទី2នេះគឺពាក្យពេញពាក្យថារួមរក្សាមិនមែនរួមរយៈដូចពាក្យខាងលើទេហើយនៅក្នុងចម្រៀងខ្មែរចានមួយពីរនាក់រួមរយៈលោកខ្សៃនេះគឺគេសរសេរថាចានមួយពីរនាក់រួមថែរក្សាគ្នាមើលគ្នាលុះចាស់ចោងកោងខ្នងលុះខ្សៃមិនមែនរួមភេទជាមួយគ្នាតតែស្លាប់ទេយើងកុំមើលទៅឃើញអាផ្លូវអាក្រក់នឹងកំ pl ែងចឹងពេកខ្ញុំគ្រាន់តែបញ្យល់បងប្អូនថាពាក្យថារួមរយៈលោកខ្សៃចានមួយពីរនាក់នេះគឺសំដៅទៅលើការស្រឡាញ់គ្នារួមថែរក្សាគ្នាគឺពាក្យភាសាខ្មែរមានន័យចឹងសទិសសូគឺសូដូចគ្នាតែសទិសន័យគឺន័យខុសគ្នារៈគឺទី1គឺភេទទី2គឺរក្សាអញ្ចឹងសរសេរក៏ខុសគ្នាដែរគ្រាន់តែអានដូចគ្នាតែប៉ុណ្្នឹងឯងអញ្ចឹងពេលដែលខ្ញុំនិយាយថាចានមួយពីរនាក់រួមរយៈលុកខ្សៃនេះគឺខ្ញុំសំដៅទៅលើការដែលទទួលទានអាហារមួយចានប្តីប្រពន្ធរួមថែរក្សាគ្នាយកចិត្តទុកដាក់គ្នាស្រឡាញ់គ្នាលុកខ្សៃធ្វើអីធ្វើទៅក៏ប៉ុន្តែន័យនេះគឺវាបង្ហាញថាមិនមែនតែរួមរយៈលើក្រែទេគឺវារួមរក្សាថែគ្នាដែលមានន័យគ្រប់គ្រាន់ពីរោះណាស់តែយើងចេះតែប្រលើសអញ្ចឹងខ្ញុំនិយាយពីស្ត្រីប្តីប្រពន្ធពីរនាក់នេះគឺចានមួយពីរនាក់រួមរយៈលុះខ្សៃថែរក្សាគ្នាលុះខ្សៃចែកគ្នាក៏ប៉ុន្តែរឿងដែលសំខាន់គឺរឿងយ៉ាងម៉េចប្តីអត់ហូបហិលប្រពន្ធចូលចិត្តហិលប្តីថាបើត្រូវជាតិហិលវាឈឺកាពះឬក៏វាមានបញ្ហាប៉ុន្តែប្រពន្ធចូលចិត្តហិលយកតែមែនតែនហើយសម្លមានតែមួយចានប្តីប្រាប់ថាអូនណាឆ្នាំងភ្លើងយើងទូចប៉ុណ្ណឹងមានខ្ជូងមានអីវាពុះក្រាក់ចឹងមែនប៉ុន្តែបងអត់ហូបហិលបានទេបងចង់ទទួលទានអាហារនេះជាមួយអូនឲ្យឆ្ងាញ់ពិសាចានមួយពីរអ្នករួមរយៈលោកខ្សៃមែនហើយក៏ប៉ុន្តែកុំដាក់ម្ទេសអីហើយអញ្ចឹងប្រពន្ធក៏បានប្រាប់ថាអត់អីទេកុំភ័យអូននឹងញិចម្ទេសតែមួយខាងបានទេទុកមួយខាងទៀតឲ្យបងប្រសាទៅបងកុំមកខាងអូនព្រោះអូនញិចតែខាងនេះបងឃើញណាម្ទេសវាដែតអញ្ចេះហើយបងទទួលទានតែខាងបងទៅអាខាងនោះអត់ហិលទេខាងនេះហិលបើយើងសាកគិតមកបន្តិចថាត្រូវហើយបើគាត់ញិចម្ទេសខាងចានគាត់វាហិលតែខាងគាត់ទេខាងនេះវាអត់អីអត់ហិលទេបងប្អូនចានតែមួយចានភ្លើងតូចមួយដែល
ជាក្រានភ្លើងឬក៏ថាឆ្នាំងភ្លើងទូចមួយហើយពុះក្រាក់ទៀតហើយអត់មានខណ្ឌសីមាថាអានេះទឹកសឡការីអានេះទឹកសឡខ្ជាយឬក៏អត់អីទេគឺវាតែមួយហ្នឹងបើស្ងោរជ្រក់គឺជ្រក់នៅក្នុងវល់វែកនៅក្នុងទាំងអស់ហើយនៅពេលដែលយើងញិចនៅមកជាហៀងខាងហ្នឹងដែលយើងគិតថាមិនហឹលណាចុះដល់ពេលដែលកំសួលហ្នឹងវាពុះទៅអានេះហ្នឹងវានឹងវិលពេញឆ្នាំងហ្នឹងអញ្ចឹងប្តីអត់អាចទទួលទានបានទេវាច្បាស់ជាហឹលកាហាយវិធីដែលធ្វើដើម្បីកុំឲ្យចាននេះហឹលបានគឺបងប្អូនធ្វើម៉េចបងប្អូនឲ្យប្តីអាចទទួលទានបានគឺដួសចានសឡដួសសឡមួយចាននេះចូលក្នុងចានផ្សេងហើយញិចម្ទេសនៅក្នុងឆ្នាំងភ្លើងនឹងចោះហើយទទួលទានម្នាក់ឯងចោះឲ្យប្តីគ្នាបានអាសម្លមួយចានដែលមិនមានហឹលហើយចុះរឿងសាមញ្ញប៉ុណ្ណឹងបងប្អូនអត់ចេះយល់ទេខ្ញុំស្លស្លុកឲ្យកូនខ្ញុំញ៉ាំកូនខ្ញុំប្រុសច្បងគឺអាឡែកស៊ីនឹងបកាតែស្ងោបកាគឺដឹងតាអញ្ចឹងដើម្បីស្ងោស្អីដែលជ្រក់អីដែលឆ្ងាញ់គឺស្ងោដំបងមិនត្រូវតាន់ដាក់បង្គាទេដើម្បីដកវាចេញទុកឲ្យកូនអាចញ៉ាំបានតែបើយើងដាក់បកាហើយតែយើងស្រង់ទឹកហ្នឹងមកបកាវានៅក្នុងហ្នឹងកូននឹងអាឡែកស៊ីហើយឥឡូវវិលមករឿងលោកហ៊ុនម៉ាណែតវិញនិងកញ្ញាកម្មនោវិទ្យាវិញយើងចូលទៅក្នុងគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាទៅធ្វើការឲ្យគេហើយយើងប្រាប់ថាអត់ប៉ះពាល់ដល់លោកកឹមសុខាអត់ប៉ះពាល់ដល់គណៈបកសង្គ្រោះជាតិតើវាមិនខុសអីពីការញិចម្ទេសនៅក្នុងឆ្នាំងភ្លើងតែមួយនេះខ្ញុំអត់យល់ឬមួយក៏បងប្អូនយល់ថាបងប្អូនប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកហ្នឹងទទួលទានបាយក្នុងតឡោកទេព្រោះបងប្អូននិយាយអីក៏បានដែរអ្នកនយោបាយគេចង់និយាយអីក៏បានដែរស្រាប់គេចង់ថាមិនអញ្ចឹងណាបងប្អូនយល់ស្ដាប់គេទៅខ្ញុំពេលខ្លះខ្ញុំរំលឹកសុភាសិតខ្មែរមួយដែលនិយាយថានគរចម្លែកក្អែកសជាងកុករីកោតពេញស្រុកច្រៀងរាំសបាយខ្លាធ្វើមេស្រុកដាក់គុកទន្សាយគោផ្គាប់ចវាយคล้ายជាអ្នកប្រាជ្ញចាំទុកបងប្អូនសម័យនេះគឺសម័យដែលនគរចម្លែកក្អែកសជាងកុកក្អែកឯណាដែលសបងប្អូនក្អែកគឺក្អែកខ្មៅកុកគឺកុកសជាពាក្យខ្មែរធម្មតាតែគេនិយាយថាសម្បុរដូចក្អែកគឺក្អែកខ្មៅហើយតែគេថាកុកគឺសក្បោះពេញស្រែពេញអីគឺកុកសវាអត់ដែលមានកុកខ្មៅទេហើយក៏អត់មានក្អែកសដែរព្រោះអានេះវាជាធម្មជាតិឥឡូវនគរយើងវាជានគរចម្លែកក្អែកសជាងកុករីកោតពេញស្រុកច្រៀងរាំសបាយរីដ្រាម៉ាពេញស្រុកច្រៀងរាំសបាយគឺថាអូយចង់ទៅជាវល់វែអីយ៉ាងណាអត់ខ្វល់ច្រៀងរាំបានលុយបានកាក់ផឹកស៊ីដ្រាម៉ាជេរបចោពេញបណ្ដាញសង្គមនេះហើយដែលគេហៅថារីកោតពេញស្រុកច្រៀងរាំសបាយខ្លាធ្វើមេស្រុកដាក់គុកទន្សាយបងប្អូនដឹងខ្លាធ្វើមេស្រុកដាក់គុកទន្សាយនឹងអីទេគឺខ្លាដែលធ្លាប់តែទន្សាយជាអ្នកកាត់ក្តីឲ្យធម្មតាទន្សាយគឺជាសភាវៈនៃការសម្រេចក្តីខ្លានិងគោមានរឿងអីឬក៏មានបញ្ហាអីមកជជែកគ្នាមកទន្សាយគឺគេប្រាប់ថាអូខេអ្នកនេះឈ្នះអ្នកនោះឈ្នះគឺគេសភាទន្សាយឥឡូវខ្លាខ្លាយទៅជាមេស្រុកជាចវាយស្រុកមកដាក់គុកទន្សាយនេះទៅវិញយកអ្នកដែលទៅជានេះហ្នឹងមកដាក់គុកចៅក្រមពរិញ្ញាឬក៏អ្នកដែលតវ៉ាអ្នកដែលកាត់ក្តីទៅវិញដល់តែគោដែលល្ងងគេថាណាល្ងងដូចគោល្ងង10គុតគោល្ងងណាស់តែខ្ញុំថាគោពេលខ្លះដូចជាឆ្លាតជាងបណ្ឌិតយើងមួយចំនួនហ្នឹងមកគោផ្គាប់ចិត្តចវាយคล้ายជាអ្នកប្រាជ្ញវាទៅជាអញ្ចឹងណាលើកជើងចវាយអញ្ចឹងផោមកោបទៅជាគោងងឹតបណ្ឌិតល្ងងឬអីទៅជាអ្នកប្រាជ្ញល្បីល្បាញពេញទឹកពេញដីយកជាទីប្រឹក្សាជាអីអស់
ម្ដងទៀតបងប្អូនចឹងបានថានគរចម្លែកក្អែកសជាងកុករីកើតពេញស្រុកច្រៀងរាំសប្បាយខ្លាធ្វើមេស្រុកដាក់គុកទន្សាយគោផ្គាប់ចវាយคล้ายជាអ្នកប្រាជ្ញចាំទាំងអស់គ្នាបងប្អូនហើយជួយមើលសុភាសិតខ្មែរនេះផងព្រោះអីរាប់សិបឆ្នាំហើយដូចអត់មានខុសកន្លែងណាទេឥឡូវយើងចូលដល់ធរហ្នឹងយើងនៅចាំប្រឡប់យើងនៅចាំកែយើងនៅចាំប្រាប់ឲ្យបងប្អូនជឿថាអូ